បើសិនជាយើងស្រោចគល់ស្វាយចន្ទីគួរស្រោចពេលណាដែលល្អយើងយកជីកំប៉ុនឬក៏ជីផ្សេងហ្នឹងយកទៅស្រោចគល់ស្វាយចន្ទីតើយើងគួរតែស្រោចអត់នៅកំឡុងខែហ្នឹងរដូវកាលហ្នឹងជួបគ្នានេះខាងប្រធានបច្ចេកទេសស្វាយចន្ទីបាទជិត30ឆ្នាំចង់សួរបន្តិចថានៅកំឡុងពេលនេះតើតងទៅនឹងយើងយកជីកំប៉ុនឬក៏ជីផ្សេងហ្នឹងយកទៅស្រោចគល់ស្វាយចន្ទីតើយើងគួរតែស្រោចអត់នៅកំឡុងខែហ្នឹងរដូវកាលហ្នឹងវាមានកត្តាពីរទីមួយបើសិនជាយើងស្រោចចេញត្រួយល្អហើយបើយើងគិតពីសំណើមដីក៏ធ្វើឲ្យប៉ះពាល់ដែរបើសិនយើងភ្លៀងហើយភ្លៀងទៅស្រោចវាធ្វើមានបញ្ហាផ្សិតពីដើមធម្មតាផ្សិតយើងត្រូវការហើយក៏ជីប៉ះពពុះផ្អែមពពុះខុសវាកាត់ហឺខុសកាត់ស្ករដើម្បីឲ្យរុក្ខជាតិដំណើរការបានពពុះស្ករហ្នឹងតែបើយើងចាំស្រោចទឹកដីហើយសំស្រោចបានល្អអូខេអញ្ចឹងបើសិនជាយើងស្រោចគល់ស្វាយចន្ទីគួរស្រោចពេលណាដែលល្អកំឡុងថ្ងៃរះហើយនឹងទឹកស្រស់ពីដីស្អាតសម្រាប់ខែវិញនៅក្នុងខែណាដែរខែវាអត់ប្រកបទេបើសិនជាយើងចង់បានគោលបំណងយើងចង់បានត្រួយវាដើម្បីថែរក្សាត្រួយយើងស្រោចខែនេះក៏បានហ្នឹងហើយតែបើសិនជាអានេះស្រោចស្វាយចន្ទីតូចៗមែនទេហ្នឹងដើម្បីឲ្យលូតលាស់ធំល្អត្រៀមប្រមូលផលមែនទេតែបើចន្ទីធំហើយគួរស្រោចអត់5 6 7ឆ្នាំចេញត្រួយខែនេះវាមានហានិភ័យទេមានហានិភ័យត្រង់ឲ្យយើងថែរក្សាសត្វអត់ពិបាកថែរក្សាសត្វអត់វាអញ្ចឹងសរុបទៅបើយើងស្រោចគល់ខែនេះវាចេញត្រួយមកតើកើសត្វអត់ត្រូវចំណាយមកតាមទៀតមែនទេបាញ់ខែសត្វអត់ទៀតអញ្ចឹងបើសិនជាចន្ទីដែលមានអាយុច្រើនត្រៀមប្រមូលផលឬធ្លាប់ប្រមូលផលហើយឆ្នាំនេះត្រៀមប្រមូលផលទៀតយើងគួរស្រោចប្រហែលជាខែណាអាចខែ9អូខេខែ9ប៉ុន្តែបើសិនតែមានគ្រឿងចាក់ធ្លាក់ជប់ជាំយើងធ្វើម៉េចដំណើរការហ្នឹងគឺឲ្យមានពលិថ្ងៃគ្រប់គ្រាន់សិនដើម្បីកុំឲ្យមានបញ្ហាមេរោគផ្សិតទៅពាក់ព័ន្ធនឹងឫសនិងគល់របស់វាអូខេអញ្ចឹងស្រោចខែ9បាញ់បញ្ចេញត្រួយមកយកបែបការប្រើមែនទេអត់បាក់បាញ់ខែនេះស្រោចខែនេះចេញត្រួយមកត្រូវថែទាំសាឡាត់ចំណាយមកតង់ទៀតយើងស្ដាយត្រួយវាអូខេអរគុណបានចែកម្លែកបងអូខេគ្រូតាបងប្អូនគ្រូតាខ្ញុំបងច្រើនអរគុណ